ហើយក្នុងឱកាសពេលនេះនាฬิកាបានចំហល់មកជិត11ទៅហើយបាទជិត11ទៅហើយរីឯប្រជាពលរដ្ឋតាមគណៈកម្មការជួនទាំងសំណងក្នុងគុំតែបានរៀបចំចង្ហាន់សម្បត្តិតាមដើម្បីទៅទីប្រសពទទួលផលទៅពីថ្ងៃត្រង់ហើយក្នុងការទទួលផលទៀតនៅតែរងចាំប្រតិបត្តិប្រពន្ធព្រះអង្គជាសូមរវល់សូមអញ្ចឹងព្រះអង្គពីបានមកដល់អវត្តនៃការមកដល់ទីហើយបើកាត់ពីព្រះអង្គពីបានមកដល់ជាពុទ្ធបរិស័ទលើស្វ័យទីយ៉ាងណាដែលគេប្រសពខ្ញុំប្រកាសណាខ្ញុំបាទក៏មានសេចក្តីក៏បានពេលចំពោះពុទ្ធបរិស័ទដែលមានវិធីចាស់ថាបានចូលពីមកចូលនៅក្នុងអារាមដ្ឋានរបស់យើងតែគណៈកម្មការនៃវត្តស្រីសាគរយើងខ្ញុំក៏មានធ្វើនៅរៀបចំនៅអង្គកឋិនទាននៅថ្ងៃទីនេះដើម្បីបង្ហាញចូលទៅកាន់សីមាវត្តស្រីសាគរអង្គរដើម្បីប្រគេនទៅដល់ជំនុំសង្ឃក្នុងចាំប្រវត្តិសាស្ត្រក្នុងត្រៃមាសបិខែហើយនៅពុទ្ធបរិស័ទនិងយេតាមេមីដល់ចិត្តទីគោរពនិងបានគោរពនិងអញ្ជើញមកមកយើងខ្ញុំប្រកាសអូណានិងសូមអំណរអរគុណយ៉ាងជ្រាលជ្រៅអង្គខ្ញុំព្រះករុណាខ្ញុំបាទសូមគោរពលំពុតលំកាយថ្វាយព្រះបង្គំចំពោះព្រះតេជព្រះប្រគុណព្រះបញ្ញាលោកវ៉ាបណោសង្ឃាព្រះអង្គបានអារាធនាកាន់កាត់ចាប់មួយទៀតកាន់កាត់មួយទៀតសូមថ្វាយបង្គំព្រះគុណព្រះអង្គដែលបានមកព្រមទាំងពុទ្ធបរិស័ទដែលជាទីគោរពនៃខ្ញុំព្រះករុណាក៏ថាអូហេតុដូចនោះហើយព្រះទេពជាប្រគុណព្រះឧបជាព្រះអង្គបានអារាធនានឹងបាននឹងយេតាមានពីពុទ្ធបរិស័ទដល់ជាទីរាប់អានក៏បានធ្វើដំណើរចរង្គៀតដើម្បីជួលមកក្នុងវត្តស្រីសាគរអង្គរដែលយើងខ្ញុំព្រះករុណាហើយហេតុនោះយើងខ្ញុំព្រះករុណាសូមថ្វាយគុំដល់ព្រះអង្គព្រមទាំងយេតាមានពីពុទ្ធបរិស័ទគោរពជ័យចូលទៅក្នុងអារាមដ្ឋានដោយសេចក្តីគោរពសូមគោរពជ័យនិងគោរពអារាធនានេះហើយគឺជាសក្តិភាពបញ្ជាក់នៅក្នុងព្រះពុទ្ធសាសនាមានការសាមគ្គីភាពប្រវេងទៅចំពោះដល់តែគុណព្រះឧបជាព្រះអង្គដែលជាព្រះឧបជានៃយើងខ្ញុំទាំងអស់នៅក្នុងប្រចាំនៅក្នុងអារាមដ្ឋាននេះតែនឹងហើយព្រះអង្គក៏ជាមនុស្សដល់ប្រចាំដើម្បីជួយត្រង់ប្រោះព្រំអូយេតាមានមីងពុទ្ធបរិស័ទព្រមទាំងព្រះចៅអធិការនាវត្តផងហេតុនេះហើយព្រះអង្គក៏បានធ្វើដំណើរនិងចរយាត្រានៃបានមកដល់វត្តស្រីសាគរអង្គរយើងនេះយើងខ្ញុំក៏មានសេចក្តីស្ងើចសរសើរនិងមានសេចក្តីនឹករលឹកចំពោះដល់ព្រះតែគុណព្រះឧបជាដែលព្រះអង្គបានគោរពនិងនិមន្តមកហេតុនោះសូមពុទ្ធបរិស័ទយើងអរលោកចំណាយយកស្ដាប់ទៅទៀតខ្ញុំប្រាក់កៅណាខ្ញុំបាទគឺថានៅក្នុងទីវារាត្រីពេលថ្ងៃក៏រៀបចិត្តដល់ថ្ងៃត្រង់ហើយព្រះអង្គក៏បាននឹងចោលទៀតចូលមកដល់ទីនេះព្រមទាំងយេតាមេមីជាពុទ្ធបរិស័ទនៅភូមិភ្នំសង្កែក៏បានប្រពនឹងជ័យមកជាមួយនឹងប្រទេសជាប្រគុណព្រះចៅរិកាប
ងបានមិនមកឃើញនេះតែដូចជានោះយើងខ្ញុំប្រកាសអូនណាខ្ញុំបានដំណើរសេចក្តីតែក៏កំណត់អ្វីព្រៀបទេប្រកាសនេះដែរបាទដល់តាមតែក្តីក៏បណ្ដោះរីករាយនឹងមានស្វាគមន៍ចំពោះដល់គណៈកម្មការពុទ្ធបរិស័ទដែលបានប្រពៃយកមកក្នុងចំណុះជើងវត្តទេតែក៏អង្គរយើងខ្ញុំនឹងតែនោះហើយយើងខ្ញុំប្រកាសអំណាចបានសូមយ៉ាងសេចក្តីដំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះដល់ពុទ្ធបរិស័ទហើយលោកឲ្យខ្ញុំប្រកាសអំណាចបានសូមគោរព